បងប្អូនមើលចប់ណានេះការធ្វើដំណើរទៅជួយសង្គ្រោះលោកពូម្នាក់ដែលគាត់លិចទឹកចេញទៅណាមរួចអត់អីហូបអញ្ចឹងក៏ធ្វើដំណើរមកដល់ហ្នឹងយើងអាចទៅផ្ទះក៏រួចទេតែឡានលុយស៊ីហ្នឹងទៅគឺជាប់អញ្ចឹងយើងត្រូវតែយកឡានមកផ្ញើទុកនៅក្រាស់សាំងហ្នឹងទុកក្រាស់សាំងនេះហើយបានយើងដូរឡានទៅជាឡានពេលកាប់តាស់វិញអញ្ចឹងយើងយកសិជ្រូកផ្ញើគាត់ថាគ្មានសិជ្រូក3ជាន់ហើយនឹងត្រីសាម៉ុនយើងយកមកដាក់នៅឡានកាប់តាស់សម្រាប់ចូលផុកចូលព្រៃតើឡាននេះมันចូលរួចបើលួចស៊ីនឹងចូលលេងរួចហើយអញ្ចឹងយើងត្រូវទិញមកហូបអាហារគាត់ថែមអញ្ចឹងមកហូបអាហារគាត់ចូលចិត្តគេគឺវិជាទិញវិជារួចហើយហើយយើងមើលសន្ទូចដងសន្ទូចមួយទុកខ្លាញ់ចង់ទៅបក់លេងអីព្រោះទឹកច្រើនត្រីច្រើនចេញឡានពុបមកហ្គាសមកសុទ្ធអស់ទៀតទៅចាក់សុទ្ធថែមទៀតចាក់សុទ្ធថែមហើយចាក់សុទ្ធថែមរួចហើយក៏ចាប់ដើមចេញដំណើរទៅចេញដំណើរជាមួយនឹងឡានហ្នឹងតែនឹងផ្លូវមុខនោះផ្លូវសក់ទឹកពេញបងប្អូនចាំមើលទៅដល់មុខដឹងហើយគេធានាថាបើម៉ូតូទៅដាក់អូសឡានមុំទៅក៏ដាក់អូសដែរចឹងខ្ញុំចាញ់ទៅម្នាក់ឯងទេទៅតាមផ្លូវនេះបើខែប្រាំងអត់បញ្ហាទេហើយរាល់ឆ្នាំអត់ដែលលេចទេតែឆ្នាំលេចធ្វើឲ្យគាត់គាំងស្ទះមកទិញអីហូបបាត់កើតអញ្ចឹងយើងមកដល់មុខនេះมันអាចទៅមុខរួចទេតើតដាក់កាប់តាស់តើនឹងវាយកាប់តាស់បងប្អូនយើងប្រើ pick up មានកាប់តាស់ដឹងយើងប្រើពងក្រោយហើយចាប់ដើមចេញទៅមុខទៀតហើយទឹកច្រើនបងប្អូនមើលបើសិនជាលួចស៊ីគឺនឹងមកចប់ហើយបើសិនជាម៉ូតូក៏ទៅមិនរួចដែរឈប់ឲ្យបងប្អូនមើលលិចកង់លិចជិតដំសិនបងជិតដល់ម៉ាស៊ីនជិតអីអស់ហើយទៅមើលខាងក្រោយខ្ញុំឲ្យមើលស៊ីម៉ាំងហ្នឹងក៏ដល់ចង់លិចទឹកខិចចិត្តលិចទឹកអស់ចឹងផ្ទះគាត់នៅខាងមុខហ្នឹងឯងហើយនៅហ្នឹងមានតែគាត់ម្នាក់ឯងទេចឹងគាត់អត់មានអីហូបទេទឹកលិចអស់ហើយបើយើងមិនមកជួយសង្គ្រោះទេគាត់ពិបាកណាស់នៅផ្ទះគាត់ខៀវនៅមុខហើយនៅនេះមានផ្ទះបងប្រុសម្នាក់គាត់នៅសៀមរាបដែរតែគាត់ធ្វើទូទេសម្រាប់លំហែកាយទេផ្ទះគាត់នឹងឆ្វេងដៃនេះអ្នកផ្ទះនេះគាត់ធ្វើទូសម្រាប់លំហែកាយទេតែទឹកចឹងគាត់មកលំហែកើតទេអញ្ចឹងយើងបានមកដល់ទីតាំងយើងហើយនេះផ្ទះលោកតាចាស់ម្នាក់ដែលទូរគតនៅម្នាក់ឯងដែលយើងត្រូវមកជួយសង្គ្រោះគាត់ហ្នឹងអញ្ចឹងយើងមកដល់យើងត្រូវតែយកស្បៀងអាហារយើងដែលយកមកជួយសង្គ្រោះគាត់ចាស់ទូរគតនៅម្នាក់ឯងអត់អីហូបទៅណាមកើតជាប់ទឹកយើងស្បៀងយើងមានតែហ្នឹងឯងមានតែកម្ពុជាកកឬអីហ្នឹងឯងហើយនៅផ្ទះគាត់ហ្នឹងគឺលិចតែដល់មុខទៀតទេមិនលិចដល់ក្រោមទៀតទេតែគាត់ចេញមករកអីហូបបាត់កើតហ្នឹងគាត់ខ្លាចឆ្លើងគាត់ហ៊ានចេញពីផ្ទះទេតែឆ្លើងលេបគាត់បាត់គាត់នៅក្នុងផ្ទះតែម្នាក់ឯងហ្នឹងឯងអត់មានអីហូបទេអញ្ចឹងមានតែផ្ញើអីវ៉ាន់គាត់ប៉ុណ្ណឹងអរគុណបាយ